ទម្លាប់មិននិយាយឲ្យគុំទុកក្នុងចិត្តឲ្យទម្លាប់នោះនេះថាពេលគេនិយាយអីមួយដែលយើងមិនពេញចិត្តឬក៏ប៉ះពាល់ដល់អារម្មណ៍របស់យើងយើងអត់និយាយស្ដីតទៅគេទេប៉ុន្តែយើងគុំទុកក្នុងចិត្តយើងអត់ពេញចិត្តហើយអត់ចង់និយាយរកគេអញ្ចឹងណាមានគំនុំទុកក្នុងចិត្តហ្នឹងគេថាជំរឿដែលយើងនៅស្ងៀមហ្នឹងពេលខ្លះយើងនៅស្ងៀមវាជារឿងល្អក្នុងករណីដែលមនុស្សហ្នឹងនិយាយលក្ខណៈឌៀមដាមឲ្យយើងគុំយើងមិនគួរតបតយើងស្ងាត់ទៅប៉ុន្តែយើងក៏គួរមានអាកំណត់គុំគួរនៅក្នុងចិត្តណាព្រោះវាដូចយើងដេកអស់ភ្លើងចឹងបើសិនតែជាជំរឿដែលល្អយើងគួរតែសួរគេថាហេតុអីបានជាគេនិយាយបែបហ្នឹងឲ្យគេបញ្យល់បកស្រាយទៅបើសិនយើងមិនយល់យើងក៏ព្យាយាមឲ្យគេបញ្យល់ឲ្យយើងកាន់តែយល់ទៅថាក្នុងគោលបំណងគេនិយាយហ្នឹងមានអីមានន័យចង់ឲ្យយើងល្អឬក៏មិនចឹងណាបើសិនតែយើងជ្រើសរើសយកការស្ងៀមស្ងាត់គុំឲ្យគុំទុកក្នុងចិត្តហ្នឹងវាធ្វើឲ្យអាតំណែងតំណងហ្នឹងវាប៉ះពាល់ដល់តំណែងតំណងយើងរវាងគេហ្នឹងណាទម្លាប់ទុនជ្រាយហ្នឹងវាកើតឡើងដោយសារតែយើងទម្លាប់ធ្វើការងារស្រួលអត់ទម្លាប់ខ្លួនជួបនៅការពិបាកឬក៏បញ្ហាផ្សេងឧទាហរណ៍ថាឪពុកម្ដាយបង្កើតកូនមកកូនចង់បានអីឲ្យនឹងភ្លាមហើយអត់ទម្លាប់កូនឲ្យធ្វើការងារដែលពិបាកអញ្ចឹងពេលដែលកូននឹងធំឡើងគឺអត់សូវមានភាពរឹងមាំដូចក្មេងដែលឪពុកម្ដាយគេឲ្យធ្វើការងារពិបាកអីអញ្ចឹងនៅពេលដែលមនុស្សមានភាពទន់ជ្រាយនៅក្នុងខ្លួនគឺពេលដែលមានបញ្ហាអីប៉ັບចាប់ផ្ដើមបន្ទោសមេឃបន្ទោសផ្កាយហើយបន្ទោសអីផ្សេងហើយអត់មានកម្លាំងចិត្តតស៊ូហើយងាយបាក់ទឹកចិត្តងាយចោះចាញ់មែនតើខុសពីក្មេងដែលមានភាពរឹងមាំមនុស្សដែលមានភាពរឹងមាំគឺនៅពេលដែលគេជួបបញ្ហាគេគិតថាបញ្ហាហ្នឹងឲ្យបង្រៀនគេឲ្យកាន់តែរឹងមាំថែមទៀតអញ្ចឹងនៅពេលដែលគេរឹងមាំផ្លូវចិត្តគេរឹងមាំទោះបីជាបញ្ហាធំដល់ជើងមេឃទៀតក៏គេអាចដោះស្រាយបានដែរហើយគេនឹងមិនងាយចោះចាញ់ជាមួយនឹងបញ្ហាទេទម្លាប់បាក់ទឹកចិត្តហ្នឹងដោយសារតែយើងជួបបញ្ហាហើយយើងគិតថាយើងដោះស្រាយវាបានគេថាយល់ល្អយើងគួរតែរៀនបង្ខាត់ចិត្តរបស់យើងឲ្យវារឹងមាំនៅពេលដែលយើងជួបបញ្ហាយើងត្រូវតែខំមកអត់សង្កត់ចិត្តព្យាយាមដោះស្រាយបញ្ហាកុំមានប្រតិកម្មទៅលើបញ្ហាហ្នឹងពេលដែលយើងដោះស្រាយបញ្ហាហ្នឹងមានបញ្ហាទៅចូលមកយើងដោះស្រាយបានទៀតយូរទៅផ្លូវចិត្តយើងរឹងមាំហើយយើងគិតថាយើងអាចដោះស្រាយបានយើងនឹងមិនងាយបាក់ទឹកចិត្តទេអញ្ចឹងនៅពេលដែលយើងទម្លាប់មានផ្លូវចិត្តរឹងមាំហើយមិនថាបញ្ហាដល់ណាគឺយើងអាចដោះស្រាយវាបានជានិច្ចហើយនៅពេលដែលយើងជាមនុស្សដែលរឹងមាំយើងអាចជួយខ្លួនឯងបានមិនត្រឹមតែយើងអាចជួយខ្លួនឯងបានទេសូម្បីតែអ្នកដទៃឬក៏គ្រួសាររបស់យើងក៏យើងអាចជួយដោះស្រាយបញ្ហាគាត់បានដែរអញ្ចឹងយើងជាមនុស្សដែរអស្ចារ្យហើយនឹងឯករាជ្យហើយខ្លាំងកែមែនតើគួរឲ្យគ្រប់អញ្ចឹងណាជាងយើងគិតថាយើងជាមនុស្សដែលមានតម្លៃទេបើសិនតែយើងជាមនុស្សដែលរឹងមាំបែបហ្នឹងទៅពីមនុស្សដែលបាក់ទឹកចិត្តគេអាចពឹងពាក់បានអត់ចម្លើយគឺអត់ទេហើយគឺគេអត់ត្រូវការមនុស្សបាក់ទឹកចិត្តមកនៅក្បែរដែរធ្វើខ្លួនឲ្យមានតម្លៃហ្នឹងគឺមានសម្ដៅទៅលើតែយើងជាមនុស្សដែលធ្វើអីដែលមានប្រយោជន៍ធ្វើអីដែលវាមានសមិទ្ធផលឲ្យគេឃើញថាយើងជាមនុស្សកែខ្លាំងអីចឹងណាកាលណាតែយើងមានតម្លៃមានភាពជោគជ័យអ្នកដទៃឃើញគេទុកនឹងឲ្យតម្លៃមកលើយើងហើយផ្ទុយទៅវិញបើយើងជាមនុស្សដែលអត់បានការអីអត់មានប្រយោជន៍គ្រប់គ្នានឹងមើលមកយើងជាមនុស្សដែលអត់បានការគេស្អីតម្លៃយើងគេអត់សូវចង់រាប់រយយើងនោះទេចំណុចចុងក្រោយពិសេសមែនតើគឺទម្លាប់មិនទុកចិត្តលើខ្លួនឯងទម្លាប់មិនទុកចិត្តលើខ្លួនឯងហ្នឹងន័យថាយើងអត់គិតថាខ្លួនឯងអាចធ្វើបាននៅរឿងដែលយើងចង់ធ្វើហ្នឹងណាអញ្ចឹងអាហ្នឹងវាកាលឡើងដោយសារតែយើងជាមនុស្សដែរអត់មានចំណេះដឹងជ្រៅជ្រះឬក៏អត់មានភាពក្លាហានអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺវាមានការវាប៉ះពាល់ទៅដល់ភាពជោគជ័យរបស់យើងឧទាហរណ៍ថាយើងចង់រកស៊ីអីមួយទៅយើងគិតថាអូយើងខាច់រកស៊ីទៅខាតអីអញ្ចឹងណាតែយើងអត់គិតថាយើងគួរតែចាប់ផ្ដើមពីតូចទៅបើខាតក៏វាខាត់តិចអីអញ្ចឹងណាហើយយើងប្រឹងរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាហ្នឹងដើម្បីឲ្យយើងទទួលបានផលចំណេញយើងអត់គិតចឹងទេអាហ្នឹងគឺដោយសារតែយើងអត់មានភាពជឿជាក់លើខ្លួនឯងចឹងអញ្ចឹងគួរតែផ្លាស់ប្ដូរទម្លាប់ហ្នឹងចេញកាលណាគេថាចិត្តរបស់យើងគឺជាអីដែលខ្លាំងក្លាបំផុតកាលណាតែចិត្តយើងគិតថាយើងអាចធ្វើបានណាគឺយើងនឹងអាចធ្វើបានហ្មងមានន័យថាវាចាប់ផ្ដើមពីចិត្តទៅតែចិត្តយើងគិតថាយើងអាចធ្វើបានយើងនឹងព្យាយាមធ្វើវាបានសម្រេចហើយ